ប្រសិនបើអ្នករៀបចំជំហានតាមទីដោយតែមួយហើយជួសជុលពួកគេនៅលើភាគីទាំងសងខាងដោយប្រើបន្ទាបជួយឆ្កាងរៀងត្រីកោណអ្នកអាចបង្កើតទិដ្ឋភាពមួយទោះជាយ៉ាងណាក៏ដោយរចនាសម្ព័ន្ធបែបនេះគឺពិបាកក្នុងការឈរនៅលើដីដោយមានភាពវៃឆ្លាតអ្នកគិតពីការជួសជុលជណ្ដើរទៅជាមូលដ្ឋានចកោណហើយក៏ពីនៅក្រោមដីជាមួយនឹងការគ្រប់គ្រងផ្នែកខាងក្រោមនេះគម្រោងរលងអាចសម្រាប់បានសូមអបអរសាទរអ្នកទើបតែបានរចនាម៉ូដបែបសិកអាគារជណ្ដើរផ្ទៃប៉ុន្តែនៅពេលដែលកម្ពស់កើនឡើងជណ្ដើរវែងគឺត្រូវការជាចាំបាច់ដែលមិនសន្សំសំចៃឬមានស្ថិរភាពព្រោះកុំងាយនឹងតោងនៅដូច្នេះអ្នកសម្រាប់ចិត្តរៀបចំជំហាននៅក្នុងវងឡើងជាមួយនឹងជួសជុលបណ្ដាសម្រាប់ការគ្រប់គ្រងវេទិកាមើលអាចត្រូវបានសាងសង់ខ្ពស់ជាងនេះដើម្បីបញ្ជាការកកស្ទះពីមនុស្សឡើងចុះអ្នកឆ្លាតអ្នកបង្វិលជណ្ដើរទាំងមូលហើយចម្លងវាភ្ជាប់ទាំងពីរនៅផ្នែកខាងលើតាមរយៈវេទិកាមើលវិធីនេះម្ខាងគឺសម្រាប់ឡើងលើនិងម្ខាងទៀតសម្រាប់ធ្លាក់ចុះលុបបំបត្តិពលមនុស្សប៉ុន្តែអ្នកឃើញជំហានច្រើនពេកមើលទៅមិនតាក់ទាញដូច្នេះនៅតាមជ្រុងខាងក្រៅនៃជណ្ដើរអ្នកបន្ថែមធ្នឹមឈើឆ្កាងដែលបង្កើតបានក្រឡាត្រង់រាង4ជ្រុងបន្ទាប់មកដោយប្រើខ្សែភាពតានតឹងអ្នកចង់ក្រឡាត្រង់ទាំងអស់ថ្នាំពីខាងក្នុងបង្កើតជាបន្ទប់ដែលមានស្ថិរភាពជាចុងក្រោយរចនាសម្ព័ន្ធដើម្បីការពារកម្ពស់កំពីការអើអ្នកឆ្លាតដែលអ្នកប្រើខ្សែចុងដើម្បីភ្ជាប់បញ្ចូលខាងក្នុងនឹងយុទ្ធការពួកគេទៅដីសូមអបអរសាទរអ្នកទើបតែបានរចនាប៉មមើលទន្លេមៀលត្រូវបានគេស្គាល់ផងដែរថាជា Pythagorean Tower